យើងធ្លាប់តែឃើញដើម strawberry ក៏ដូចជាផ្លែ strawberry ប៉ុន្តែយើងអត់ធ្លាប់ដឹងថាតើ strawberry យើងដាំឬក៏ជាប្រភេទជាយើងផ្សាំអញ្ចឹងឥឡូវនេះយើងមកដឹងពីវិធីសាស្ត្រដែលយើងផ្សាំដើម strawberry អញ្ចឹងគេគុំច្រឡំថាយើងដាំជាក្របណាអញ្ចឹងគឺយើងផ្សាំណាអញ្ចឹងតើតើជាមួយដើម strawberry គឺយើងមើលជាប្រភេទដើមវាគឺបែបនេះអញ្ចឹងគឺវាមានជាប្រភេទតងរបស់វាបោះដៃមកដូចជាតកួនដូចជាតសក់ដែរអញ្ចឹងណាអញ្ចឹងគឺវាបែកខ្នែងមកបែបហ្នឹងអញ្ចឹងដើម្បីផ្សាំវាបានគឺយើងមើលទៅលើតកជាមួយតងរបស់វាដែលវាបោះចេញមកយើងយកវាមកដាក់ផ្សាំជាមួយនឹងដីដែលយើងច្រកថងក៏ដូចជាជីច្រកថងណាគៀកគ្នាមកអញ្ចឹងយើងដកយកតងរបស់វាយកមកដាក់កប់មកកន្លែងដែលវាដុះមកជាខ្នែងអញ្ចឹងណាអញ្ចឹងយើងកប់វាបន្តិចមកកុំឲ្យលុបត្រួយរបស់វាអញ្ចឹងណាអញ្ចឹងតែប៉ុណ្្នឹងមកគឺយើងនឹងផ្សាំបានដើម strawberry របស់យើងអញ្ចឹងណាអញ្ចឹងគឺយើងងាយស្រួលជាងតាណាំផ្សេងអញ្ចឹងការផ្សាំរបស់វាมันជាស្មុគស្មាញมันជាពិបាកអញ្ចឹងណាអញ្ចឹងនេះជាដើម strawberry ដែលយើងបានផ្សាំអញ្ចឹងគឺយើងបានច្រើនមែនតើគឺស្រួលងាយ